នស្រីអាយុ5ឆ្នាំរបស់ខ្ញុំកាន់កបិតរោចាក់សម្រាប់សមាជិកនៅក្នុងក្រុមគ្រួសាររបស់ខ្លួនឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាបងសៃដាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជាហេតុការណ៍ដែលកើតឡើងទៅលើកូនស្រីដែលមានអាយុទៅ5ឆ្នាំរបស់គាត់កាលពីឆ្នាំ2018ក្នុងឆ្នាំ2018ដោយសារតែផ្ទះដែលគាត់រស់នៅរាល់ថ្ងៃត្រូវបានរុះរើជួសជុលធ្វើឡើងវិញបងសៃដានឹងគាត់ក៏សម្រេចថានាំកូនរបស់គាត់និងប្តីរបស់គាត់ហ្នឹងទៅនៅផ្ទះម្ដាយរបស់គាត់វិញនឹងឯងដែលផ្ទះម្ដាយរបស់គាត់គឺមានទីតាំងស្ថិតនៅក្នុងភូមិនៅឆ្ងាយពីផ្ទះរបស់គាត់ប្រហែលជាខ្ទង់3ទៅ4គីឡូអីទេផ្ទះរបស់គាត់នៅជាប់ផ្លូវជាតិធំសម្រាប់រកស៊ីចំណែកផ្ទះម្ដាយរបស់គាត់គឺនៅតែម្នាក់ឯងនេះទាំងអស់គ្នាផ្ទះម្ដាយរបស់គាត់មិនមែននៅកណ្ដាលភូមិនៅអីណាគឺស្ថិតនៅចុងភូមិនៅឆ្ងាយពីគេតែម្ដងជុំវិញផ្ទះគឺមានសត្វព្រៃដ៏សុខប្រភពមានដើមឈើធំៗអីចឹងទៅនៅពីឆ្ងាយនៅឆ្ងាយពីផ្ទះម្ដាយរបស់គាត់ប្រហែលជាខ្ទង់100ម៉ែត្រគឺមានដើមច័ន្ទគិរីធំមួយដែលដើមច័ន្ទគិរីធំមួយហ្នឹងត្រូវបានគេល្បីតាំងពីពេលបងសីដានៅក្មេងៗមកម៉ែគេល្បីថាដើមច័ន្ទគិរីមួយហ្នឹងគឺមានព្រាយស្រីរស់នៅព្រាយស្រីមួយហ្នឹងអាចទៅពេលជប់ឡើងគឺហោះនៅលើដើមច័ន្ទគិរីហ្នឹងឯងហើយដើមច័ន្ទគិរីមួយហ្នឹងគឺមានភ្លើងមានអីចឹងដល់គ្នាអាហ្នឹងតាមដែលគេល្បីតគ្នាមកប៉ុន្តែបងសីដាតាំងពីគាត់នៅក្មេងរហូតដល់គាត់ធំគាត់មិនដែលបានជួបហេតុការណ៍អីលើដើមច័ន្ទគិរីហ្នឹងទេអញ្ចឹងហើយទៅគាត់មិនសូវជាខ្លាចមិនសូវជាចាប់អារម្មណ៍អីនឹងឯងដល់គ្នាអញ្ចឹងពេលគាត់រើចូលមកនៅផ្ទះម្ដាយរបស់គាត់ហ្នឹងឯងគឺគាត់មកទាំងអស់គ្នានឹងឯងទាំងប្តីរបស់គាត់និងកូនរបស់គាត់2នាក់បងសីដាមានកូន2នាក់កូនស្រីប្អូនអាយុ5ឆ្នាំហើយនិងកូនប្រុសបងអាយុ8ឆ្នាំតាមម្ដាយរបស់គាត់គឺជាប្រភេទផ្ទះឈើ2ជាន់នៅខាងក្រោមផ្ទះគឺអត់មានអញ្ចឹងអត់មានអីទាំងអស់គ្នាគឺមានវាថាជាក្រែសម្រាប់ដាក់អង្គុយលេងមានរឹងសម្រាប់ចងអីចឹងទៅអញ្ចឹងពេលដែលគាត់ទៅនៅផ្ទះម្ដាយរបស់គាត់ហ្នឹងម្ដាយរបស់គាត់គឺគាត់មកស្នាក់នៅលើក្រែខាងក្រោមផ្ទះចំណែកបងសីដាហើយនិងកូនហើយនិងប្តីរបស់គាត់គឺគេនៅបន្ទប់ជាន់ខាងលើហ្នឹងឯងអញ្ចឹងពេលដែលគាត់ស្នាក់នៅមកជប់2យប់ដំបូងគឺអត់មានជាបញ្ហាកើតឡើងទេហើយមកបន្ទប់របស់គាត់ហ្នឹងគឺដេកគ្នា4នាក់កូនរបស់គាត់2នាក់ហ្នឹងគឺដេកនៅមួយគាត់ហ្នឹងឯងគ្រាន់តែកូនរបស់គាត់ទាំង2នាក់គឺវាគេនៅកលៀនអញ្ចឹងចំណែកគាត់និងប្តីរបស់គាត់គឺគេចិត្តគ្នាអញ្ចឹងទៅយប់ទី1យប់ទី2គាត់គេងដូចធម្មតាអញ្ចឹងអត់មានជាបញ្ហាអីសោះចូលដល់យប់ទី3នៅម៉ោងប្រហែលជាខ្ទង់7ទៅ10យប់គាត់កំពុងតែដេកលក់សុកនេះក៏ឮសលេងកូនប្រុសរបស់គាត់ដែលដេកជាប់អញ្ចឹងណាស្រែកខ្លាំងមែនទែនស្រែកថាម៉ាក់វិចាក់ខ្ញុំហើយគឺកូនរបស់គាត់ស្រែកអញ្ចឹងពេលឮសំឡេងកូនប្រុសរបស់គាត់ស្រែកអញ្ចឹងគាត់ក៏ស្ទុះក្រោកទៅបាត់ភ្លើងព្រោះគាត់ស្ទុះក្រោកទៅបាត់ភ្លើងភ្លាមមិនអត់ទេគាត់ឃើញកូនស្រីរបស់គាត់ដែលមានអាយុ5ឆ្នាំហ្នឹងណាគឺកំពុងតែអង្គុយនៅលើខ្លួនបងប្រុសរបស់វានឹងឯងហើយដៃរបស់វាគឺកាន់កត្រៃដល់ពេលដែលកត្រៃហ្នឹងអាកត្រៃវែងមកញៀកកាន់ឲ្យរត់របៀបថាប្រុងចាក់អញ្ចឹងណាអញ្ចឹងពេលគាត់បាត់ភ្លើងវាក៏ងាកមកមើលរួចវាក៏ផ្ដួលខ្លួនដេកចិត្តបងប្រុសវិញវាថាចេះអូនធ្វើលេងឲ្យសើចអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគាត់នឹងប្តីរបស់គាត់ហើយនឹងគ្រប់គ្នាគឺមិនបានគិតថាជារឿងធំដុំអីទេគិតថាប្រហែលជាគាត់នឹងទុកកត្រៃប្រហែលអីអញ្ចឹងទៅកូនយកកត្រៃនឹងមកលេងជាមួយគ្នាអីអញ្ចឹងទៅអញ្ចឹងគាត់នឹងក៏យកកត្រៃទៅទុកកន្លែងឆ្ងាយពីដៃកូនរបស់គាត់នឹងឯងអាហ្នឹងគឺហេតុការណ៍នៅក្នុងយប់ទី3ដែលគាត់មកស្នាក់នៅផ្ទះម្ដាយរបស់គាត់ម្លងផុតទៅបានថាជាខ្ទង់2ថ្ងៃក្រោយមកទៀតនៅម៉ោងប្រហែលជាខ្ទង់8យប់បងសីដាគាត់កំពុងនៅលើផ្ទះជាមួយនឹងកូនប្រុសរបស់គាត់ចំណែកកូនស្រីរបស់គាត់គឺចុះទៅលេងនៅខាងក្រោមផ្ទះជាមួយនឹងប៉ាវាអីចឹងណាប៉ុន្តែប៉ាវាគឺដេកនៅខាងក្រោមផ្ទះម្ដាយរបស់គាត់គឺកំពុងតែដាំបាយធ្វើម្ហូបនៅក្នុងផ្ទះបាយនឹងឯងអញ្ចឹងគាត់ក៏ឮសំឡេងម្ដាយរបស់គាត់ហើយនឹងប្តីរបស់គាត់នឹងស្រែកនិយាយគ្នាពីនេះពីនោះអីចឹងទៅអញ្ចឹងពេលឮសំឡេងស្រែកចុះឡើងអញ្ចឹងគាត់នឹងនេះក៏ដើរចុះពីលើផ្ទះពេលគាត់ដើរចុះពីលើផ្ទះហ្នឹងទៅក៏ឃើញកូនស្រីរបស់គាត់ហ្នឹងទាំងអស់គ្នាគឺដៃវាកាន់កបិតហ្នឹងគឺអាកបិតតូចស្រួចហ្នឹងណាកាន់កបិតហើយដើរមកក្រោយផ្ទះដើរមកក្រោយខ្នងរបស់វាលបរួចរលើកបិតនឹងចាក់លើខ្នងវានឹងឯងគុំតែគាត់មើលពីលើចដានឹងឃើញគាត់ស្រែកថាមីអូនធ្វើអីគាត់ស្រែកថាមីអូនធ្វើអីហ្នឹងកូនរបស់គាត់ជ្រុះកបិតពីដៃរួចងាកមកមើលថាអត់មានអីហោហើយវារត់លេងជុំវិញវាទៀតរត់លេងធម្មតាអញ្ចឹងគាត់ក៏បានយករឿងហ្នឹងមកប្រាប់ប្តីគាត់អាយថាចេះបងមីអូនចម្លែកម៉េះអាយុនោះកាន់កត្រៃរោចាក់បងវាថ្ងៃហ្នឹងគឺគាត់ឃើញគឺកាន់កបិតរោចាក់បងឯងទៀតតែប្តីរបស់គាត់ថាក្មេងវាចេះតែកាន់កបិតលេងអីចឹងទៅវាគ្មានអីទេគាត់ប្តីរបស់គាត់គឺអត់បានគិតលើរឿងរ៉ាវទាំងអស់ហ្នឹងទេទាំងអស់គ្នាប៉ុន្តែប្តីរបស់គាត់ក៏បានប្រាប់ថាចេះថ្ងៃក្រោយមិនថាកបិតកត្រៃឲ្យតែរបស់មុតស្រួចគឺហាមទុកនៅចិត្តដៃកូនតែហ៊ានទុកនៅចិត្តដៃកូនណាគឺដឹងតែមានគ្រោះថ្នាក់ហ្មងវាច្បាស់ជាយកលេងច្បាស់ជាយកអីចឹងទៅអញ្ចឹងពេលហ្នឹងគាត់នឹងក៏យកកបិតយកអីគឺទុកឆ្ងាយពីដៃកូនគាត់ខ្លាំងណាស់ទុកឆ្ងាយមកដៃកូនគាត់ហ្នឹងគឺរកឃើញរកអីទេទាំងអស់គ្នារឿងរ៉ាវមួយហ្នឹងក៏វាបន្តទៅបាន2ថ្ងៃក្រោយមកទៀតនេះនៅម៉ោងប្រហែលជាខ្ទង់8យប់បងសីដាពេលនេះគាត់ឈឺដល់ហើយគាត់ត្រូវដេកនៅលើផ្ទះហ្មងបានចុះពីលើផ្ទះទេគាត់ត្រូវដេកប្តីរបស់គាត់មិនបានត្រឡប់មកពីធ្វើការវិញណាគាត់ដេកហ្នឹងគឺដេកលក់អាលីវហើយក៏គាត់ស្រាប់តែឮសំឡេងទ្វារបន្ទប់បើកឡើងហើយពេលដែលទ្វារបន្ទប់បើកឡើងហ្នឹងគាត់ឃើញកូនស្រីរបស់គាត់ដើរចូលមកក្នុងបន្ទប់ដើរចូលមករួចដៃវាក៏ពាត់ទៅខាងក្រោយខ្នងហើយមកឈរនៅចិត្តក្រែគាត់ចិត្តខ្លាចគាត់ដេកនឹងឯងគឺវាឈរស្រឡឹងមើលគាត់អញ្ចឹងណាឈរស្រឡឹងមើលអញ្ចឹងគាត់ក៏ថាចេះមីអូនចង់ទៅក្រោមតលេងមកបងតម៉ាក់ឈឺឯម៉ាក់ចង់មួយគេហើយម៉ាក់អត់លេងឯម៉ាក់គេហើយអញ្ចឹងកូនគាត់គឺអត់នៅឈរមើលគាត់អញ្ចឹងណាឈរមើលគាត់ហើយវាក៏លើក
กับบัดจิ้งbị khỏi khănบอกគាត់លើកមកចែលើកមកទាំងអស់គ្នាលើកមកលើកឡើងចលោលើកខ្លួនគាត់ហ្មងណាប៉ុន្តែគាត់ស្ទុះក្រោកតាន់កូនស្រីរបស់គាត់នឹងគាត់ជ្រុះកបិតពីលើដៃទៀតគាត់ថាពេលហ្នឹងកូនស្រីរបស់គាត់គឺចាប់បានផ្លាច់ខាងតែមែនតើហើយម្ដងនោះវាអត់និយាយទាំងអស់វាក៏រត់ចេញពីលើផ្ទះរត់ចូលទៅក្រោមផ្ទះវិញចឹងទៅចឹងបងស្រីទាំងអស់គ្នាគឺគាត់មានអារម្មណ៍អត់ស្រួលទេថាចេះកូនអញចម្លែកទៅវាគួរឲ្យខ្លាចដូចថាដូចមានអីនៅក្នុងខ្លួនកូនរបស់គាត់តែដៃពីមកកូនស្រីរបស់គាត់មិនមែនជាក្មេងលេងរបស់ណាមុតស្រួយរហូតអីចឹងទេហើយក៏មិនមែនចូលចិត្តយកអារបស់ហ្នឹងមកដៅចាក់គេចាក់ឯងដែរប៉ុន្តែលើកហ្នឹងគឺវាផ្លាច់ទៅខ្លាំងតែគាត់នឹងក៏បានយករឿងហ្នឹងនិយាយប្រាប់ម៉ាក់របស់គាត់ហើយនឹងប្តីរបស់គាត់នឹងឯងនិយាយទៅម៉ែរបស់គាត់គឺគាត់របៀបថាចេះចាំមើលថ្ងៃណាថ្ងៃសៅរ៍ថ្ងៃអីនាំអូនទៅវត្តដែរឲ្យលោកស្រោចទឹកអីចឹងណាដើម្បីឲ្យមើលតាមមានរឿងអីកើតឡើងឬក៏អត់អីចឹងទៅក៏គាត់និយាយគ្នាអើលើរឿងអស់ហ្នឹងហើយក៏មិនទាន់ដល់ពេលរបៀបថាថ្ងៃសៅរ៍ថ្ងៃអីគឺមិនទាន់ទេចឹងនៅក្នុងពីថ្ងៃក្រោយមកទៀតហ្នឹងគាត់នឹងក៏រស់នៅផ្ទះហ្នឹងដូចធម្មតាចឹងប៉ុន្តែគាត់ព្យាយាមសង្កេតមើលកាយវិការរបស់កូនស្រីគាត់តើវាមានប្រែប្រួលអីទៀតឬក៏អត់ប្រែប្រួលអីទៀតឬក៏អត់ទាំងគ្នារហូតដល់គាត់បានឃើញម្ដងទៀតនៅម៉ោង 6 ល្ងាចកូនស្រីរបស់គាត់គឺវាឈរនៅមាត់ប្រួយខាងលើផ្ទះចំណែកបងសីដាហ្នឹងគាត់ដាក់បេះបន្លែជុំវិញផ្ទះម្ដាយរបស់គាត់ដាក់បេះបន្លែគាត់ងាកមើលកូនស្រីរបស់គាត់ក៏បានឃើញមនុស្សស្រីម្នាក់ឈរនៅក្រោយខ្នងកូនស្រីរបស់គាត់ហើយដាក់ដៃលើស្មាកូនស្រីរបស់គាត់នឹងឯងហើយមនុស្សស្រីម្នាក់ហ្នឹងគឺគាត់មើលឃើញស្រមោលខ្មៅស្ទង់សក់វាវែងឡាយឈរនៅក្រោយខ្នងដៃវាទាំងសងខាងដាក់លើស្មាកូនស្រីរបស់គាត់ចំណែកកូនស្រីរបស់គាត់តាមមើលគាត់ស្រែកហៅម៉ាក់ស្រែកហៅអញ្ចឹងរហូតដល់អត់ទៀតអញ្ចឹងពេលដែលគាត់ឃើញហ្នឹងគឺគាត់ចាប់ផ្ដើមមានអារម្មណ៍សង្ស័យអញ្ចឹងមានអីមិនស្រួលកាត់ឡើងលើកូនស្រីរបស់គាត់ហើយបើប្រាប់ថាហ្នឹងគឺជាចម្រៀងផ្ទះគាត់ជឿដែរមិនមែនទេគាត់ថាម្នាក់ហ្នឹងអាចជាមនុស្សម្នាក់ដែលតែងតែឲ្យកូនស្រីរបស់គាត់យកអត្រៃរោចាក់សមាជិកគ្រួសារអីចឹងទៅអញ្ចឹងពេលដល់ថ្ងៃសិលគាត់ក៏បាននាំកូនស្រីរបស់គាត់ទៅវត្តមែនពេលដែលនាំទៅវត្តទៅលោកក៏ស្រោចទឹកស្រោចឲ្យអញ្ចឹងណាក៏មិនបានមើលច្រើនទេធម្មតាលោកគាត់អត់មើលលើរឿងអញ្ចឹងទេបើយើងចង់មើលអារឿងរបៀបថាមានគេធ្វើអីហ្នឹងគឺឲ្យទៅរយរបៀបថាអ្នកដែលគេចេះខាងអញ្ចឹងទៅអញ្ចឹងគាត់ស្រោចទឹកស្រោចអីរួចអញ្ចឹងទៅក៏វាដូចធម្មតាវិញអញ្ចឹងដល់ទៀតរហូតដល់បានបាច់ខ្ទង់មកទឹកក្រោយមកទៀតកូនស្រីរបស់គាត់ចាប់ផ្ដើមអញ្ចឹងទៀតដល់គ្នាកាន់កបិតប៉ុន្តែម្ដងហ្នឹងមុខវាគូកាចខ្លាំងមែនទែនដើរស្លាប់គេគ្រប់គ្នាយកកបិតរចាក់អញ្ចឹងគុំតែគេរត់បានគេគិតបានទៅក៏មានបញ្ហាអីទេរហូតដល់គាត់ចាប់កូនស្រីរបស់គាត់ដល់គ្នាហើយពេលចាប់ហ្នឹងគាត់ម្នាក់ឯងចាប់កូនស្រីរបស់គាត់សឹងតែអត់ជាប់ហ្មងដោយសារតែវារើខ្លាំងកម្លាំងមិនដឹងមកពីណាទេគឺស្រែកខ្លាំងយកទៅមែនសែនគឺថាស្រែកកំហឹងហ្មងស្រែកឡើងកាចហ្មងឡើងកាចដូចមិនជាកូនស្រីរបស់គាត់អីចឹងដល់គ្នារហូតដល់យកឲ្យគ្រូមើលគ្រូគេថាកូនស្រីរបស់គាត់ត្រូវបានមនុស្សស្រីម្នាក់ដែលជាព្រាយហ្នឹងគឺរបៀបថាព្យាយាមលបួងយកទៅហើយព្យាយាមឲ្យកូនស្រីរបស់គាត់ហ្នឹងវាស្នងវិវីអីចឹងទៅអញ្ចឹងពេលដែលគាត់ឲ្យគ្រូហ្នឹងគឺមើលឲ្យធ្វើពិធីធ្វើអីចឹងទៅគេនឹងក៏មកធ្វើពិធីនៅកន្លែងដើមច័ន្ទគិរីមួយហ្នឹងគេលេងភ្លេងពិនពៀតលេងអីឡើងជុំវិញដើមច័ន្ទគិរីហ្នឹងហើយក៏យាយរបស់គាត់ម៉ាក់របស់គាត់នេះក៏បានស្នើសុំកាប់ដើមនឹងចឹងទៅវាថាឲ្យគ្រូចូលរូបចូលអីហ្នឹងគឺគេនិយាយចរចាមួយព្រាយនឹងមួយអីចឹងណាសុំកាប់ដើមហ្នឹងអញ្ចឹងគេក៏ឲ្យកាប់អីដូចធម្មតាអញ្ចឹងហើយចាប់ពីពេលហ្នឹងមកក៏ផ្ទះម្ដាយរបស់គាត់ក៏មានជាបញ្ហាកើតឡើងទៀតទេហើយរឿងរ៉ាវដែលកើតឡើងតាក់ទងមួយព្រាយហ្នឹងក៏ជាពេលដំបូងនេះគាត់ដែលគាត់ទៅបានឃើញដែរតាំងពីគាត់ដល់តូចដល់ធំក៏មិនតែបានឃើញវាថាឮតែគេនិយាយតែបានឃើញតបភ្នែកទេរហូតដល់ជួបហេតុការណ៍លើគ្រួសាររបស់គាត់នឹងឯងទើបគាត់ជឿជាក់ថាវាពិតជាមានពិតមែននឹងបងប្អូនគ្នារឿងរ៉ាវដែលគាត់បានចែករំលែកមកនេះក៏មានតែប៉ុណ្្នឹងដែរ